តោះនេះរឿងមួយនេះគឺវាអត់គួរកើតឡើងតតែសោះតែម្ដងដោយការពីយមសាមញ្ញនេះគឺមានយន្តហោះចម្បាំងកូរ៉េខាងត្បូង F16 ចំនួន2គ្រឿងដែលបានទម្លាក់គ្រាប់បែក8គ្រាប់ចំទីតាំងដែលប្រជាពលរដ្ឋគាត់រស់នៅតែម្ដងហើយការទម្លាក់គ្រាប់បែកនេះគឺជាការទម្លាក់ដោយខុសបច្ចេកទេសដែលខាងទាហានគេបានចេញមុខសុំទោសប្រជាជនគេហើយគេបានបកស្រាយថាគឺជាការទម្លាក់ខុសទីតាំងដែលជាទីតាំងហ្វឹកហាត់សមយុទ្ធរវាងកូរ៉េខាងត្បូងនិងអាមេរិកហើយការទម្លាក់ក្បាច់នេះគឺបានធ្វើឲ្យប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋច្រើនខ្នងហើយក៏បានធ្វើឲ្យមនុស្សហុចណាស់15នាក់បានរងរបួសមកដែរហើយដែលក្តៅគឺការទម្លាក់ក្បាច់នេះគឺវានៅក្បែរជាមួយនឹងព្រំប្រទល់ប្រទេសកូរ៉េខាងជើងតែម្ដងដែលយើងដឹងស្រាប់ហើយកូរ៉េខាងជើងកូរ៉េត្បូងគឺតែងតែសម្ញៃដាក់គ្នារហូតតែងតែមានចំនួនជាមួយគ្នារហូតហើយចម្ងាយត្រឹមតែ25គីឡូម៉ែត្រប៉ុណ្ណោះពីព្រំដែនកូរ៉េខាងជើងទោះបីនេះគឺជាការទម្លាក់គ្រាប់បែកខុសទីតាំងដោយបច្ចេកទេសក៏ដោយក៏ប៉ុន្តែវាមិនគួរណាកើតឡើងទី1ទី2គឺវាអាចធ្វើឲ្យប៉ះពាល់ដល់ព្រំប្រទល់រវាងប្រទេសកូរ៉េផងដែរជាពិសេសគឺវានៅក្បែរជាមួយនឹងព្រំប្រទល់សាកសម័យបើសិនជាទាហានរបស់កូរ៉េខាងត្បូងច្រឡំទៅដាក់ក្បែរព្រំប្រទល់ឬក៏ចូលដីកូរ៉េខាងជើងប្រកាសជាអាចនឹងផ្ទុះសង្គ្រាមនៅតំបន់អាស៊ីយើងម្ដងហើយ